ធ្លាក់មកទៀតហើយបងប្អូនតាគ្នាចាស់គឺក្រោម$4000នៅក្នុងមីអោនេះដែលតម្លៃហាងឆេងនៅក្នុងទីផ្សារអន្តរជាតិរបស់យើងនៅក្នុងព្រឹកថ្ងៃទី25នេះកំពុងតែជួញដូរនៅក្នុងតម្លៃចា$3980នៅក្នុងមីអោខណៈដែលតម្លៃឆេងមានការពីយប់មិញចុះមកតម្លៃទៀតគឺ$3960នៅក្នុងមីអោបងប្អូនតាគ្នាហើយតកតងជាមួយនឹងការធ្លាក់ចុះទៅលើតម្លៃឆេងនេះបើសិនជាបងប្អូនដែលគាត់តែងតែតាមដានទៅលើវីដេអូរបស់ខ្ញុំកន្លងមកគឺដឹងហើយបងប្អូនតាគ្នាគឺខ្ញុំតែងតែធ្វើការចែករំលែកអំពីការប្រែប្រួលទៅលើតម្លៃឆេងនេះថាតម្លៃឆេងនេះគឺមានទំនោរនៅក្នុងការធ្លាក់ចុះពីព្រោះដោយសារតែពាក់ព័ន្ធជាមួយនឹងការមើលទៅតាមបច្ចេកទេសបងប្អូនតាគ្នាចា៎អញ្ចឹងយើងឃើញថាតម្លៃឆេងនេះគឺបានធ្លាក់ចុះមកមែនបងប្អូនតាគ្នាគឺក្រោមតម្លៃ$4000នៅក្នុងមីអោនេះអញ្ចឹងការធ្លាក់ចុះទៅលើតម្លៃនេះគឺដោយសារតែគោលនយោបាយរបស់ប្រធានធនាគារកណ្ដាលដែលគាត់ធ្វើការរក្សាទៅលើអត្រាការប្រាក់ខ្ពស់រយៈពេលយូរហើយអាចមានឱកាសនៅក្នុងការតឡើងទៅលើអត្រាការប្រាក់1ទៅ2ដងទៀតនៅក្នុងឆ្នាំហ្នឹងប្រសិនបើចាំបាច់ទៀតបងប្អូនតាគ្នាអញ្ចឹងយើងឃើញថាគ្រាន់តែមានតកតងជាមួយទៅនឹងគោលនយោបាយបែបហ្នឹងសម្រាប់ប្រធានធនាគារកណ្ដាលគឺយើងឃើញថាតម្លៃឆេងនេះគឺមានការធ្លាក់ចុះមកច្រើនខ្លាំងមែនទែនបងប្អូនតាគ្នាចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការទិញមាសសន្សំមកគឺអាចធ្វើការត្រៀមទិញបានណាបងប្អូនតាគ្នាអាចបែងចែកដើមទុនរបស់បងប្អូនជា3ទៅចាតម្លៃទី1ដែលខ្ញុំគិតថាអាចធ្វើការត្រៀមទិញសន្សំបានគឺតម្លៃ$3800ក្នុងមួយអោនបងប្អូនចាបន្ទាប់មកតម្លៃទី2គឺ$3600នៅក្នុងមួយអោននិងតម្លៃចុងក្រោយគឺ$3400នៅក្នុងមួយអោនណាបងប្អូនតាគ្នានេះគឺជាតម្លៃដែលខ្ញុំគិតថាសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការទិញមាសសន្សំដើម្បីរកផលចំណេញអាចធ្វើការទិញនៅក្នុង3តំបន់នឹងបានណាបងប្អូនតាគ្នាចាហើយបើថាបងប្អូនតាគ្នាគាត់ចង់ធ្វើការបងប្អូនដែលគាត់បានធ្វើការជាប់ទិញជាមួយនឹងតម្លៃឆេងមាសដែលនៅខ្ពស់ហើយអ្វីដែលពួកគាត់អាចធ្វើបាននៅក្នុងកំឡុងពេលឥឡូវនេះគឺមានតែបន្តរងចាំសិនទេបងប្អូនតាគ្នាព្រោះដោយសារឥឡូវនេះគឺខ្ញុំតែងតែចែកម្លែកចឹងអត់ទាន់មានតកតងជាមួយនឹងកត្តាព័ត៌មានណាដែលជំរុញឲ្យតម្លៃឆេងមាសមានការកើនឡើងខ្លាំងនៅឡើយទេបើមិនជាកើនឡើងក៏វាកើនឡើងតិចតួចដែរបងប្អូនតាគ្នាចាដោយសារតែទី1តកតងជាមួយនឹងស្ថានភាពភូមិសាស្ត្រនយោបាយថ្មីត្បិតតែបច្ចុប្បន្ននេះវាមានភាពថមថយកម្ដៅស្ថិតនៅក្នុងការចរចាគ្នាក៏ពិតមែនប៉ុន្តែអត់ទាន់បញ្ជាក់ថាវាបញ្ចប់នៅឡើយទេនេះហើយជាហេតុផលមួយដែលតកតងជាមួយនឹងសង្គ្រាមវានៅតែមានភាពផុយស្រួយនៅឡើយបងប្អូនតាគ្នាគួបផ្សំជាមួយនឹងគោលនយោបាយរបស់ប្រធានធនាគារកណ្ដាលនៅក្នុងការចារក្សាទៅលើអត្រាការប្រាក់រយៈពេលយូរក៏ដូចជាមានឱកាសនៅក្នុងការតឡើងអត្រាការប្រាក់បន្ថែមទៀតគឺវាបានដាក់សម្ពាធទៅលើប្រាក់ដុល្លារឲ្យមានការកើនឡើងខ្លាំងតម្លៃឆេងនេះគឺមានការធ្លាក់ចុះហើយមួយវិញទៀតបើសិនជាខ្ញុំមើលទៅលើបច្ចេកទេសក៏មានការធ្លាក់ចុះមកដែរបងប្អូនតាគ្នានេះគឺជារឿងមួយដែលបងប្អូនត្រូវតែបន្តរងចាំក៏ដូចជាតាមដានបន្ថែមទៀតបងប្អូនតាគ្នាចាអញ្ចឹងបើសិនបើបងប្អូនតាគ្នាជាអ្នកធ្វើការទិញលក់ទៅលើមាសគីឡូបងប្អូនចង់ធ្វើការទិញសន្សំសម្រាប់បងប្អូនដែលអត់ទាន់បានទិញមាសសោះបងប្អូនអាចត្រៀមទិញបានណាបងប្អូនតាគ្នាដូចខ្ញុំបានធ្វើការបែងចែកជា3តម្លៃសម្រាប់បងប្អូននៅក្នុងការទិញសន្សំណាគឺតម្លៃ$3800 $3600ទៅ$3400នៅក្នុងមួយអោនចាកម្លាត$200គឺបងប្អូនអាចធ្វើការទិញសន្សំបានណាបងប្អូនហើយសម្រាប់ផលចំណេញសម្រាប់បងប្អូនអាចធ្វើការ holding ឬក៏ទុកចំណេញរយៈពេលយូរក៏បានដែរបងប្អូនតាគ្នាព្រោះខ្ញុំគិតថាតម្លៃឆេងនេះអាចនឹងមានឱកាសធ្លាក់មកតម្លៃហ្នឹងប៉ុន្តែសម្រាប់ពេលវេលាណាក៏ខ្ញុំអត់ទាន់ហ៊ាននិយាយដែរបងប្អូនតាគ្នាចាហើយបើថាបងប្អូនតាគ្នាគាត់ចង់ធ្វើការចាបើកជាគណនីដើម្បីជួញដូរហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិរបស់យើងនៅក្នុងកំឡុងពេលឥឡូវនេះបងប្អូនតាគ្នាក៏អាចធ្វើការតំណងសាកសួរព័ត៌មានបន្ថែមបានដែរតាមរយៈលេខទូរស័ព្ទក៏ដូចជា Telegram ដែលខ្ញុំដាក់នៅក្រោមហ្នឹងក៏ទទួលបានការប្រឹក្សាផ្ទាល់ពីខ្ញុំក៏ដូចជាពាក់ព័ន្ធជាមួយនឹងមានឱកាសចូលទៅក្នុងក្រុម VIP ផងដែរចាបាយបាយ